សួស្តីបងប្អូនអរគ្នាខ្ញុំប្រាប់ពីរបៀបឆែកមើលទូរស័ព្ទដែលបងប្អូនទិញ iPhone មកទឹកណាអញ្ចឹងបងប្អូនត្រូវឆែកមើលតើ iPhone របស់យើងទិញមកទឹកមកហ្នឹងតើវាមានជាប់ប្រព័ន្ធ iCloud របស់គេដែរអត់ឬមួយក៏ខូចជើង SIM ដែរអត់បងប្អូនណាហើយថ្មនៅសល់ប្រហែលភាគរយបាទហើយវាជាស៊េរីអីគេអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវតែចេះមើលប្រហែលចំណុចនេះសិនហើយបងប្អូនយកទូរស័ព្ទដែលទិញមកទឹក iPhone ហ្នឹងមកបាទហើយបងប្អូនចុចចូលនៅក្នុង setting បាទនៅក្នុង setting បើសិនជាបងប្អូនទិញទូរស័ព្ទមកទឹកមកបងប្អូនឃើញបែបកន្លែងនេះគឺវាមានន័យថាកន្លែងហ្នឹងគឺជាប់ account របស់គេហើយអញ្ចឹងបើសិនជាមានទទេស្អាតឃើញនៅក្នុងហ្នឹងវាមានប្រព័ន្ធបាទ logo Apple ID គឺមិនទាន់ជាប់ប្រព័ន្ធរបស់គេទេអញ្ចឹងបងប្អូនចូលមកក្នុង general មកចូលក្នុង general ហើយបងប្អូនអូសឡើងទៅលើអស់ទៅណា scroll ឡើងទៅលើអស់បាទបងប្អូនចុចមកនេះ transfer or reset iPhone បាទបងប្អូនចុចលេខហ្នឹងមកតបមកបងប្អូនចុចនេះបាទចុចនេះមកតបមកបងប្អូនឃើញបើសិនជាកន្លែងនេះជាប់ឈ្មោះដូចជាឈ្មោះខ្ញុំបែបនេះបើសិនជាវាជាប់អញ្ចឹងមានន័យថា account ទូរស័ព្ទហ្នឹងគឺជាប់ iCloud របស់គេហើយបងប្អូនណាបាទទូរស័ព្ទហ្នឹងជាប់ Apple ID របស់គេហើយបើសិនជាចុចមកអត់មានឈ្មោះទេគឺទទេស្អាតកន្លែងហ្នឹងមានន័យថាទូរស័ព្ទហ្នឹងអត់មានជាប់ account Apple ID អ្នកណាទេណាអញ្ចឹងបងប្អូនត្រូវប្រយ័ត្នកន្លែងហ្នឹងចេះមើលកន្លែងហ្នឹងផងបាទខ្ញុំបែកទៅក្រោយហើយបន្ទាប់មកបងប្អូនត្រូវតែចូលមើលបាទកន្លែង SIM របស់យើងបងប្អូនចូល about មកបាទកន្លែងនេះវាមានបាទ iPhone ហើយមាន version បាទហើយវាមានឈ្មោះទូរស័ព្ទយើងណាបាទអានេះវាមានប្រទេសទូរស័ព្ទហ្នឹង model ប្រទេសណាអញ្ចឹងទៅណាបាទបន្ទាប់មកបងប្អូនចូលមើលមកខាងក្រោមមកហើយទំហំ G យើងទិញហ្នឹងប្រហែលបាទ 500G អញ្ចឹងទៅហើយបន្ទាប់មកបងប្អូនត្រូវតែមើលកន្លែង SIM បាទនេះ SIM បងប្អូនណាបាទបើសិនជា no SIM អញ្ចឹងមានន័យថា SIM នឹងជើង SIM របស់យើងអត់បញ្ហាទេយើងអាចប្រើប្រាស់បានបងប្អូនណាបាទកន្លែងនេះ no SIM អញ្ចឹងណាអញ្ចឹងខ្ញុំបែកថយក្រោយវិញបាទបែកថយក្រោយហើយបងប្អូនចូលមើលបាត់តេរីមើលទំហំថ្មរបស់យើងណាតើទំហំថ្មរបស់យើងហ្នឹងទូរស័ព្ទហ្នឹងយើងទិញមកទឹកតើវានៅសល់ថ្មប្រហែលបាទចុចចូលមកបងប្អូនចូលកន្លែងនេះមកនេះបាទចុចមកនេះបងប្អូនថ្មគឺនៅសល់ 80% ឧទាហរណ៍ទៅណាថ្មទូរស័ព្ទដៃខ្ញុំនៅសល់ 80% ទេបាទទំហំថ្មហ្នឹងគឺទំហំថ្មផ្ទុកនៅក្នុងបាទក្នុងទូរស័ព្ទណាមិនមែនទំហំថ្មដែលបញ្ចូលហើយទេគឺទំហំថ្មហ្នឹងភាគរយវានៅសល់ 80% ណានេះក៏ទំហំថ្មអញ្ចឹងបងប្អូនត្រូវចេះមើលចំណុចហ្នឹងដែរបាទហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបាទសូមបងប្អូនជួយ share វីដេអូនេះហើយ like វីដេអូនេះដើម្បីទទួលបាននៅបាទវីដេអូថ្មីៗពីខ្ញុំ